តួនាទីមេដាបៃតាសិក្ខាបទទី4មេដាបៃតាគប្បីសិក្សាថាអាត្មាអញត្រូវចាត់ចែងឲ្យបានសមគួរក្នុងរឿងដណ្ដឹងប្រពន្ធឲ្យកូនឬទុកដាក់កូនឲ្យមានប្តីមិនមែនជាការរីករាយដើម្បីចងកូនប្រុសស្រីទុកក្នុងវត្ថៈឡើយប៉ុន្តែជាការជួយរៀបសម្រួលក្នុងដំណើរផ្លូវដែលកូនត្រូវតែទៅនោះឲ្យបានសមរម្យក្នុងរឿងនេះក៏វាអាចមានចម្រូងចម្រាសព្រោះហេតុតោះអធ្យាស្រ័យគ្នារវាងមាតាបិតានិងបុត្រធីតាដូច្នេះនៅក្នុងសិក្ខាបទទី4របស់មាតាបិតានេះមិនមែនត្រូវធូររលុងទេប៉ុន្តែតឹងរឹងពេកទៅក៏អាចមានបញ្ហាធ្ងន់ធ្ងរកើតឡើងបានដែរដូចមានពាក្យមួយឃ្លាបានចែងថាសេចក្តីស្នេហាជាផ្លូវកប់ព្រលឹងមនុស្សបានសេចក្តីថាជាការស្លាប់ចិត្តហើយពិតជាលំបាកនិងស្រោចស្រង់ណាស់ដូច្នេះការបង្វែរឲ្យខុសទិសដៅម៉ែឪត្រូវតែប្រយ័ត្នក្រែងលោធ្ងន់លើសដើមធ្វើអ្វីៗក៏ត្រូវតែឆ្លាតដែរទើបមិនសូវប្រទះនៅបញ្ហាស្មុគស្មាញកើតមកជាមនុស្សត្រូវសិក្សាស្វែងយល់ត្រូវសាងសមត្ថភាពក្នុងតួនាទីរបស់ខ្លួន